សម្រាប់បងប្អូនដែលចង់យកពូជពពួក hybrid ពូជស្រូវប្រាំងដែលយើងធ្វើហើយនេះចង់ធ្វើពូជបន្តចង់យកធ្វើពូជបន្តឃើញបងប្អូនភាគច្រើនគាត់យកពូជទៅពេលខ្លះយកទៅពេលហាលហើយពេលយកទៅព្រោះគឺបំណុះល្អប៉ុន្តែដល់ពេលដែលចាប់ផ្ដើមប្រមូលផលពេលខ្លះទុំពេលខ្លះទុំអត់ស្មើគ្នាពេលខ្លះស្រូវដុះមកគឺមិនសូវមានកម្លាំងក្នុងវីដេអូនេះខ្ញុំនឹងនិយាយតាក់ទងជាមួយនឹងវិធីក្នុងការយកពពួក hybrid នេះយកមកធ្វើឲ្យទទួលបានលទ្ធផលច្រើនជាទូទៅពពួកស្រូវពពួក hybrid នេះនៅពេលដែលគេធ្វើដំបូងហ្នឹងនៅពេលដែលគេបង្កាត់ដំបូងវាជាពូជដើមគេហៅពូជដើមពូជដំបូងគេហ្នឹងពូជ OP ហ្នឹងក្នុងពូជដំបូងគេនេះនៅពេលដែលគេធ្វើគេអត់ធ្វើក្នុងស្រែដូចពួកយើងទេគឺគេធ្វើដាច់ដライពីគេដាច់ដライពីពូជស្រូវឬក្នុងតំបន់ហ្នឹងគឺមានតែពូជពពួក hybrid ប្រភេទតែមួយបើសិនជាធ្វើពួក OM គឺ OM បើសិនជាធ្វើក្អូបគឺក្អូបអញ្ចឹងគេនឹងអាចបន្សុទ្ធពពួកពូជហ្នឹងបានសុទ្ធច្រើនបំផុតពី95ទៅ98%អញ្ចឹងនៅពេលដែលយើងយកទៅព្រោះភាគច្រើនទិន្នផលដែលទទួលបានគឺបានទិន្នផលខ្ពស់ដោយសារអីបើយើងថែបានល្អពូជដើមពូជដំបូងគេហ្នឹងវានឹងទុំបានស្មើគ្នាចឹងគ្រប់គួរទាំងអស់គឺសុទ្ធតែយើងអាចទទួលបានទិន្នផលបានទាំងអស់សុទ្ធតែអាចទាញបានទិន្នផលបានច្រើនទាំងអស់ដោយសារតែទុំស្មើគ្នាទៅពេលយើងច្រូតមកអត់សូវមានក្របខ្ចីហើយពេលដែលគេជ្រើសរើសហ្នឹងគឺគេជ្រើសរើសតែពូជដែលមានកម្លាំងបើសិនជាបងប្អូនចង់យកពូជដែលបងប្អូនកំពុងតែធ្វើនេះយកទៅធ្វើបន្តដំបូងគេបងប្អូនទៅបន្សុទ្ធពូជសិនបន្សុទ្ធយ៉ាងម៉េចបងប្អូនឃើញលយដើមអញ្ចឹងណានៅក្នុងស្រែយើងពីច្រើនគឺមាននៅខាងក្នុងស្រែរបស់យើងនេះគឺពូជដែលវាคล้ายក្នុងមួយគូមានអាចមាន100ទៅ180គ្រាប់អញ្ចឹងបើសិនជាបងប្អូនរក្សាអាពូជคล้ายនេះពីមួយវគ្គទៅមួយវគ្គបងប្អូនអត់កាត់វាចេញវានឹងអាចធ្វើឲ្យពូជបងប្អូននៅពេលដែលចាប់ផ្ដើមធ្វើគឺវាលែងសុទ្ធហើយមានថាវាចាប់ផ្ដើមคล้ายពីមួយវគ្គទៅមួយវគ្គហើយអាពូជដែលបងប្អូនអត់បានមកសុទ្ធវាអត់កាត់វាចេញវានឹងធ្វើឲ្យទិន្នផលបងប្អូនធ្លាក់ដោយសារអីដោយសារតែអាហ្នឹងគឺវាអត់ទុំស្មើជាមួយនឹងទិន្នផលរបស់យើងទេវាអត់ទុំស្មើទេអញ្ចឹងនៅពេលដែលវាលែងសុទ្ធហើយពីមួយវគ្គទៅមួយវគ្គវានឹងធ្វើឲ្យទិន្នផលបងប្អូនវាធ្លាក់ទី1ពូជនឹងវាអត់សុទ្ធច្រូតមកអត់ទទួលបានទិន្នផលច្រើនកាន់តែអត់សុទ្ធកាន់តែទទួលបានទិន្នផលតិចទី2វានឹងធ្វើឲ្យការលូតលាស់របស់ស្រូវយើងមានបញ្ហាដោយសារអីអាពួកคล้ายនេះពូជដែលคล้ายកាន់តែคล้ายវានឹងធ្វើឲ្យការស្រូបយកជីរបស់ពូជសុទ្ធកាន់តែថយចុះដោយសារអីដោយសារតែពូជคล้ายនេះគឺវារៀងធន់ជាងអាពូជដើមវាអញ្ចឹងបងប្អូនដំបូងគេបងប្អូនត្រូវតែកាត់អាហ្នឹងចេញអញ្ចឹងការបន្សុទ្ធពូជដែលគេលក់ហ្នឹងគឺគេធ្វើដូចគ្នានៅពេលដែលមានคล้ายអញ្ចឹងនៅពេលដែលមានចងុយចេញមកដកតុយដូចសង្ហែព្រៃអញ្ចឹងគេនឹងកាត់ចេញឯងគេនឹងកាត់វាចេញដំបូងហ្នឹងគឺកាត់អាហ្នឹងចេញទី2គឺគេកាត់ស្មៅពពួកស្មៅកតុយឆ្កែស្មៅបែកក្បាលស្មៅគល់ក្រហមស្មៅដែលនៅសល់នៅពេលដែលវាចាប់ផ្ដើមស្រូវចាប់ផ្ដើមផើមធំវានឹងចេញមកហើយវានឹងចេញផ្កាមកអញ្ចឹងដំបូងគេនឹងកាត់គេនឹងបំផ្លាញផ្កានឹងចេញដើម្បីកុំឲ្យវាដោយទៅតាមពូជណាអញ្ចឹងដំបូងគេបងប្អូនត្រូវតែធ្វើបន្សុទ្ធពូជសិនទី2បងប្អូនត្រូវតែព្យាយាមធ្វើយ៉ាងណាកុំឲ្យស្រូវនឹងមានជំងឺដោយស្រូវនេះអញ្ចឹងបងប្អូនឃើញអាខ្លះមានជំងឺអាខ្លះមានអាខ្លះមានអញ្ចឹងតែនៅក្នុងខ្សែតែមួយប្រកាសជាមានហើយមិនមែនអត់សុទ្ធទេយើងមិនអាចថាធ្វើទៅវាមិនមានជំងឺសុទ្ធទេប៉ុន្តែធ្វើយ៉ាងណាឲ្យកាត់បន្ថយជំងឺច្រើនបំផុតកាត់បន្ថយជំងឺច្រើនបំផុតកាលណាតែបងប្អូនអាចកាត់បន្ថយជំងឺច្រើនបំផុតវគ្គក្រោយទៀតនៅពេលដែលបងប្អូនយកទៅធ្វើស្រូវនឹងមានកម្លាំងតែពីតូចមកអត់សូវឈឺហើយស្រូវនឹងដុះមកមានកម្លាំងងាយស្រូបជីងាយស្រូបសារធាតុចិញ្ចឹមបាច់ជីទៅឡើងស្ទុះល្អដើមធំទី3សម្រាប់ពូជស្រូវដែលបងប្អូនធ្វើបន្តបងប្អូនមានខ្សែ10ហាត់បងប្អូនអាចយកត្រឹមតែមួយហាត់បានហើយក្នុងការធ្វើពូជអញ្ចឹងបន្សុទ្ធពូជនឹងក៏បានដែរអញ្ចឹងយកមួយហាត់ហ្នឹងគឺຕົកធ្វើពូជវគ្គក្រោយអញ្ចឹងធ្វើយ៉ាងណាយើងរកអាទីតាំងដែលដាំដុះអាពូជមួយហាត់ហ្នឹងឲ្យនៅឆ្ងាយពីពូជដតីឧទាហរណ៍ក្នុងតំបន់ហ្នឹងមានគេដាំសង្ហែដាំក្អូបដាំ OMចឹងបងប្អូនបើចង់យកពូជ OM ធ្វើយ៉ាងណាឲ្យស្រែដែលបងប្អូនចង់យកធ្វើពូជហ្នឹងនៅឆ្ងាយពីពូជដែលខុសគ្នាបើសិនជាបងប្អូនយកអាស្រែជាប់គ្នាឧទាហរណ៍ពូជ OM នឹងសង្ហែនៅជាប់គ្នាដោយសារ OM នឹងសង្ហែវាពេលខ្លះវាហាលជាមួយគ្នាពេលខ្លះហាលខុសគ្នាតែបើសិនជាហាលជាមួយគ្នាអាពូជនៅជាប់គ្នាហ្នឹងវានឹងคล้าย OM ផងសង្ហែផងអញ្ចឹងកាលណាតែបងប្អូនយកអាហ្នឹងមកធ្វើគឺវានឹងធ្វើឲ្យស្រូវបងប្អូនវគ្គក្រោយគឺវាទុំអត់ស្រស់គ្នាទេពេលខ្លះទុំពេលខ្លះអត់ទុំពួកយើងព្រោះជាមួយគ្នាពួកសង្ហែវាអាយុខ្លីជាង OM អញ្ចឹងកាលណាតែមានសង្ហែផង OM ផងក្នុងហ្នឹង
សង្ហែទាំងទុំមុនអូអមនិងទុំក្រោយអញ្ចឹងនៅពេលដែលយើងជ្រូតចង់បានសង្ហែអូអមនិងខ្ចីឬក៏ទុំអត់ស្រុះគ្នាអញ្ចឹងអញ្ចឹងបងប្អូនត្រូវតែយកអាទីតាំងដែលបងប្អូនធ្វើហ្នឹងយកមកអញ្ចឹងបងប្អូនត្រូវតែយកទីតាំងដែលបងប្អូនចង់បានទៅពូជហ្នឹងឲ្យនៅឆ្ងាយពីពូជខុសគ្នាយើងយកអាពូជដូចគ្នាឲ្យនៅជាប់ខ្សែគ្នាហ្នឹងយកពូជដូចគ្នាអញ្ចឹងបងប្អូននឹងអាចបន្សុទ្ធពូជហ្នឹងកាន់តែល្អទៀតហើយវីដេអូក្រោយខ្ញុំនឹងនិយាយតទៅជាមួយនឹងការហាលធ្វើម៉េចឲ្យពូជនឹងដុះបានល្អធ្វើយ៉ាងម៉េចយើងអាចទាញយកតែពូជដែលមានកម្លាំងក្នុងការលូតលាស់យកមកព្រោះដោយសារអីបើសិនជាពូជនឹងវាអត់មានកម្លាំងទេបងប្អូនយកមកព្រោះបងប្អូនប្រកាសជាឃើញហើយថាខ្លះដើមធំខ្លះដើមតូចហើយអាខ្លះដុះចេញមកហើយ CG បានវគ្គលលួយអស់លលីងចឹងដោយសារតែវាអត់មានកម្លាំងក្នុងការលូតលាស់បានល្អចឹងយើងអាចមានវិធីក្នុងការទាញយកអាណាតល្អយកអាក្របថ្លោះក្របល្អក្របមានកម្លាំងហ្នឹងយកមកព្រោះហើយព្រោះតែក្របតិចតែយើងនឹងទទួលបានទិន្នផលច្រើនហើយបើសិនជាបងប្អូនចង់ដឹងពីវិធីក្នុងការធ្វើស្រែកាន់តែច្បាស់វិធីក្នុងការរើសពូជក្នុងការបន្សុទ្ធពូជក្នុងការវិធីកម្ចាត់កត្តាចង្រៃផ្សេងកម្ចាត់ស្មៅកម្ចាត់ជំងឺអីហ្នឹងបងប្អូនអាចយកទៅភៅនេះបានទេស្រូវបច្ចេកទេសស្រូវប្រាំងខាងក្នុងនេះគឺមានទាំងអស់ហ្នឹងមានវិធីក្នុងការកម្ចាត់កត្តាចង្រៃផ្សេងទាំងសត្វល្អិតទាំងអីហ្នឹងមានទាំងធាតុសកម្មនៅខាងក្នុងហ្នឹងទៀតហើយក្នុងនេះគឺមានល្អមែនទេគឺអាចបញ្ជាក់ពីក្រុមនៃធាតុសកម្មមួយបើសិនពួកសត្វល្អិតហ្នឹងគឺមានក្រុមធាតុសកម្មរបស់វាអញ្ចឹងដោយបងប្អូនធ្លាប់ឮថាកុំយកធាតុសកម្មដែលនៅក្នុងក្រុមតែមួយប៉ុន្តែពេលខ្លះយើងអត់ដឹងថាក្រុមធាតុសកម្មតែមួយហ្នឹងមានធាតុសកម្មឯខ្លះអញ្ចឹងបងប្អូនអាចមើលខាងក្នុងសភៅនេះបានហើយថាស្មៅថាអីគឺមានហើយនៅក្នុងសភៅនេះគឺ color ពួក color គឺងាយស្រួលមើលពួកសត្វល្អិតពួកជំងឺអីហ្នឹងគឺបងប្អូនអាចមើលទៅគឺស្រួលយល់ស្គាល់បានលឿនអញ្ចឹងសភៅនេះគឺតម្លៃវាធូរទេបងប្អូនអាចតាក់ទងនៅក្នុងពេកនេះបានអរគុណច្រើន